សម្ដេចតេជោហ៊ុនសែនបើមិនមានការផ្លាស់ប្ដូរមេដឹកនាំបាងកកអាចមានសង្គ្រាមយូរសម្ដេចតេជោហ៊ុនសែនបានគូបញ្ជាក់ថាស្ថានភាពនយោបាយរបស់ប្រទេសជិតខាងគឺថៃបានជំរុញច្រានមានការវិវាទជាមួយកម្ពុជាទោះយ៉ាងណាក៏ដោយក្នុងកលៈទេសៈនេះសម្ដេចមើលឃើញថាវិបត្តិបានคล้ายទៅជាកលានុវត្តភាពសម្ដេចក៏ប្រមានថាបើមិនផ្លាស់ប្ដូរមេដឹកនាំក្រុងបាងកកអាចមានសង្គ្រាមយូរក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ស្រុកក្រុងខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃប្រហោះទី26មិថុនានេះសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ថាប្រទេសយើងកំពុងជួបប្រទះបញ្ហាវិវាទជាមួយប្រទេសថៃបើមិនមានការផ្លាស់ប្ដូរមេដឹកនាំក្រុងបាងកកអាចមានសង្គ្រាមយូរហើយមិនដូចកន្លងទៅកាលពីឆ្នាំ2011នោះទេសម្ដេចតេជោជាប្រធានព្រឹទ្ធសភាបានណែនាំឲ្យប្រជាពលរដ្ឋជីកលេនដ្ឋានដើម្បីការពារខ្លួនហើយកុំភ្លេចការបង្កបង្កើនផលទោះសភាពការកាត់ឡើងនៅតូព្រំដែនក៏ដោយខណៈដែលពេលនេះរដូវវស្សាបានមកដល់ហើយចំពោះការបិទព្រំដែនតាមទំនឹងចិត្តរបស់ថៃសម្ដេចតេជោបានលើកឡើងថាថៃបិទដោយខ្លួនឯងហើយពេលខូចផ្លែឈើមកសុំចរចាបិទខ្លួនឯងតែពេលចង់បើកឡើងវិញតែបែបមកសុំចរចាប្រទេសថៃបច្ចុប្បន្នប្រៀបដូចការបិទគប់ខ្លួនឯងអស់ហើយទាំងព្រំដែនជាមួយភូមាឡាវម៉ាឡេស៊ីជាដើមក៏មានបញ្ហាជាមួយគ្នាដែរសម្ដេចបន្តថាសម្រាប់កម្ពុជាចង់ឲ្យព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនមិត្តភាពសន្តិភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ